Chúng mình là so hai cái đôi chia so từ logo nó cứ dương design mà đôi khi bật bật tay mà đó hay bóng ôm với anh mở ban và chúng mình đang cầm đá chơi hai cái đôi chia po hàng nông láng cứ cross ad giờ đó xí kia clang mình ở những time chun để chân muối bạn anh ấy một phê đạn đạp phê ở những đạn trâu tới vị trẻ đây bóng ôm mình để trong hao tôi lại sẽ nè ban này chia ra chân và chi lý hay ở một đá khô rê bạn khô rê camera là đằng sau ấy chẳng bóng ôm mình mà sầm rạp cầm đá chơi thì được chân quạt chơi mà đã nèคือយើងជាមួយនឹង Ford Cherry ហើយស្អាតមែនតើបងប្អូនបាទស្អាតមែនតើបងប្អូនមើលở một đài lan បាទជាមួយនឹងអក្សរហើយក៏ដូចជាសលើទៅលើ logo គឺយើង design មកឲ្យដូចគ្នាបេះបត់តែម្ដងបាទអត់ឲ្យខុសគ្នាទេបាទហើយសម្រាប់អតិថិជនដែលគាត់អញ្ជើញមកដាក់កាមេរ៉ាជើងនៅក្នុងខែនេះគឺយើងតែងតែថែមមកកាមេរ៉ាខាងនេះនេះយើងតែងតែយើងថែមនៅក្នុងខែនេះកន្លែងក្រោមចង្កឹះលេខណានេះចង្កឹះលេខហើយនេះក្រោមចង្កឹះលេខមានកន្លែងដាក់អីវ៉ាន់មួយបាទអញ្ចឹងបងប្អូនមានឃើញជ័រធម្មតាអញ្ចឹងនៅពេលដែលយើងដាក់អីវ៉ាន់ដៃទៅវាអាចនឹងមានដីមានអីទៅវាប្រឡាក់វាឃើញសវាឃើញទៅឆាប់ចាស់នេះឃើញទេអញ្ចឹងយើងថែមជូនអតិថិជនមួយបាទអានេះមុនពេលដាក់ដល់ពេលយើងដាក់ចូលទៅវាចែកចឹងនៅពេលដែលយើងដាក់ទៅបាទយើងអាចដាក់របស់ដូចជាទូរស័ព្ទអីហ្នឹងវាតុនដូចពូកចឹងណាចឹងវាមើលទៅវាស្អាតហើយវាថែមទាំងការពាររបស់របស់យើងទៀតបាទអត់ឲ្យឆ្កូតអត់ឲ្យអីចឹងទៅបាទគឺយើងថែមជូនអតិថិជនមួយតែម្ដងបាទតោះទៅមើលជាមួយនឹងការធ្វើតេស្តហ្គាទាំងអស់គ្នាផងដែរសម្រាប់កម្រាលជើងរបស់ហាង Auto Pleasant គឺអត់កលឬមកកងហ្គាគ្នាទេខិតអីខាងតកង់ទៅមកអត់បុកជាមួយនឹងកម្រាលជើងខិតអីខាងតកង់ទៅក្រោយអត់បុកជាមួយនឹងកម្រាលជើងខិតអីខាង passenger ទៅមកអត់បុកជាមួយនឹងកម្រាលជើងខិតអីខាង passenger ទៅក្រោយអត់បុកជាមួយនឹងកម្រាលជើងកម្រាលជើងរបស់ហាង Auto Pleasant គេសុទ្ធតែជាប្រភេទកម្រាលជើងពីរជាន់ទាំងអស់ជាងសម្រាប់ជាន់ខាងក្រោមគេនេះយើងហៅថាជាន់ទី1ការប្រើប្រាស់ប្រចាំថ្ងៃឲ្យដោះចេញទេទុកជាប់ជាមួយនឹងបាតឡានយើងរហូតអ្វីដែលយើងដោះមកសម្អាតគឺជាន់ទី2ដែលរំលេចជាមួយនឹង logo បាទ Cool យ៉ាងស្រស់ស្អាតនេះផងដែរហើយបងប្អូនវិញអាចមើលបានបាទជាមួយនឹងកម្រាលជើងហើយក៏ដូចជាពណ៌ខាងក្នុងឡានគឺស្រស់ស្អាតនិយាយទៅស៊ីគ្នាខ្លាំងមែនទែនតែម្ដងបាទតោះចឹងកាមេរ៉ាថតជាមួយនឹងសម្រាប់កម្រាលជើងផ្នែកអីខាង passenger ជូនបងប្អូនក្នុងពុំវិញមកមើលសម្រាប់កម្រាលជើងរបស់ហាង Auto Pleasant ក្រោយពេលដែលដាក់ចូលទៅក្នុងរថយន្តរបស់អតិថិជនអ្វីដែលសំខាន់គឺត្រូវតែជួយការពារបាតរថយន្តរបស់អតិថិជនឲ្យបានល្អខ្លាំងមែនទែនហើយវាលើសពីការពារទៅទៀតវាថែមទាំងជួយលើកសម្រស់សោភ័ណភាពនៅខាងក្នុងរថយន្តបានច្រើនធ្វើឲ្យរថយន្តកាន់តែស្អាតកាន់តែទំនើបកាន់តែទាន់សម័យកាន់តែទាក់ទាញលើដើមជឿជាក់ថាអតិថិជននឹងឆ្លាញ់រថយន្តរបស់គាត់ធ្វើដងលើពីធម្មតាតែម្ដងមកក្រោយពេលដែលដាក់កម្រាលជើងដែលជាផលិតផលរបស់ហាង Auto Pleasant ចូលទៅក្នុងរថយន្តជាទីស្រឡាញ់របស់គាត់បាត់ហើយបើនិយាយពីຂະຫນាតគេសុទ្ធតែកាត់ចេញពីកុំព្យូទ័រអញ្ចឹងបងប្អូននៅពុំវិញបាច់បារម្ភថាកម្រាលជើងដាក់ទៅមិនត្រូវទៅជាមួយបាតរថយន្តរបស់បងប្អូននៅពុំវិញទេបើសិនជាវាមិនត្រូវវែងជាងខ្លីជាងក៏យើងអត់លក់ផលិតផលកម្រាលជើងនេះជូនអតិថិជនយកទៅប្រើប្រាស់ដែរបាទយើងមិនមែនតែចេះតែលក់ជូនអតិថិជនយកទៅលុយទេតែត្រូវម៉ាច់ផ្លឹងអញ្ចឹងទៅយើងលក់ជូនអតិថិជនបាទហើយគូខាងក្រោយនេះក៏អញ្ចឹងដែរបាទគឺត្រូវទៅតាមស្តង់ដារកែបាតរថយន្តត្រូវម៉ាច់ជាងតែម្ដងហើយក៏យើងរំលេចជាមួយនឹង logo បាទអក្សរ Cool ដែលជា model របស់រថយន្តផ្ទាល់តែម្ដងយ៉ាងស្រស់ស្អាតបាទបងប្អូនបាទហើយរថយន្តនេះខ្ជូតមែនតើបាទស្អាត Cool បាទមកមើលជាមួយសម្រាប់កម្រាលជើងផ្នែកខាងក្រោយខាងឆ្វេងនេះវិញសម្រាប់កម្រាលជើងរបស់ហាង Auto Pleasant ក្រោយពេលដែលដាក់ចូលទៅក្នុងរថយន្តរបស់អតិថិជនគឺយើងតែងតែធ្វើតេស្តពីចំណុចសំខាន់បំផុតមុនគេតែម្ដងមកទី1គេនឹងកម្រាលជើងគេដល់កលឬក៏កងគ្នាទេបើសិនជារកឃើញថាគេកលកងជាមួយកម្រាលជើងគឺយើងអត់លក់ផលិតផលកម្រាលជើងនេះជូនអតិថិជនទៅថតប្រើប្រាស់តែដោយសារតែវាពាក់ព័ន្ធជាមួយសុវត្ថិភាពនៅក្នុងការបើកបរផ្លូវចិត្តផ្លូវឆ្ងាយអញ្ចឹងនេះគឺជាទំនុកចិត្តឬជាភាពកក់ក្ដៅដែលយើងតែងតែផ្ដល់ជូនអតិថិជនដែលគាត់ចេញកម្រាលជើងការពីបាតរថយន្តហាង Auto Pleasant ហើយចំណុចទី2នេះគឺជាការប្រើប្រាស់ប្រចាំថ្ងៃរំកិលក្អីមិនថាតែខាងកង់ passenger ជួយទី1ទី2ឬមកទី3ទេគឺយើងព្យាយាមធ្វើឲ្យរាយគេខាងក្រោមមកឲ្យបុកជាមួយនឹងកម្រាលជើងខាងការប្រើប្រាស់ទេបាទទាំងអស់នេះគឺជាស្តង់ដារផលិតផលកម្រាលជើងដែលលក់នៅហាង Auto Pleasant មិនថាតែរថយន្ត Chili Cool មួយគ្រឿងនេះទេគឺគ្រប់រថយន្តរបស់អតិថិជនទាំងអស់
គឺយើងតែងតែធ្វើឲ្យមានស្តង់ដារតែមួយចឹងតែម្ដងបាទអូខេចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានប៉ុណ្ណឹងអរគុណបងប្អូនមួយដែលបានមើលវីដេអូនេះជាមួយនឹងខ្ញុំបាទដល់ចប់បើសិនជាមានរយៈប្រភេទ complete ជេងដល់កម្ពុជាការពារបាត់រយន្តនៅហាងអូតូកេសិនមកមិនឲ្យបងប្អូនមានខំណងទេបាទអរគុណចាប់បាយ